នេះជាទេសភាពដែលស្ថិតនៅក្នុងឃុំភូមិដូងស្រុកប្រាសាទបល្ល័ង្កនៃខេត្តកំពង់ធំបងប្អូនដឹងទីនេះជាស្រុកកំណើតរបស់ខ្ញុំហើយទេសភាពជាទូទៅបងប្អូនខ្លះមិនបានដឹងបងប្អូនខ្លះបានដឹងថានៅក្នុងខេត្តកំពង់ធំផ្នែកណាខ្លះនោះគឺមានសម្បូរដើមត្នោតច្រើនណាស់បងប្អូនដើមត្នោតនឹងបើយើងសិក្សានៅមេរៀននៅក្នុងភូមិវិទ្យារបស់យើងនៅក្នុងមេរៀនចំណេះដឹងទូទៅនោះគឺឃើញថាដើមត្នោតដែលមានច្រើនជាងគេគឺនៅខេត្តកំពង់ស្ពឺបន្ទាប់មកក៏មានខេត្តកំពង់ឆ្នាំងមានខេត្តកំពង់ចាមអញ្ចឹងទៅប៉ុន្តែបងប្អូនខេត្តកំពង់ធំក៏មានដើមត្នោតច្រើននឹងគេដែរបងប្អូនមើលខ្ញុំថតនេះងាកទៅខាងណាមកជុំវិញខ្លួនខ្ញុំនេះគឺសុទ្ធតែដើមត្នោតទាំងអស់នៅតាមភ្លឺស្រែនេះគឺដុះច្រើនមែនទែនហើយមានកន្លែងខ្លះមានគេហៅត្នោតជ្រុំមានកន្លែងខ្លះគេហៅត្នោតច្រោះប៉ុន្តែរៀងនៅឆ្ងាយពីភូមិបន្តិចខ្ញុំទៅមិនទាន់បានដល់បងប្អូនប៉ុន្តែចង់ប្រាប់ថាកន្លែងនេះគឺកន្លែងដើមត្នោតច្រើនមែនទែនហើយដើមត្នោតហ្នឹងបងប្អូនមើលឃើញហើយសុទ្ធតែផ្លែហ្នឹងគឺផ្លែច្រើនមែនទែនហើយនៅស្រុកខ្ញុំនេះគ្មាននរណាគេកាប់យកទៅធ្វើស្អីទេផ្លែត្នោតបងប្អូនខ្ញុំគិតថាដើមត្នោតទាំងអស់នេះដែលផ្លែច្រើនអញ្ចឹងបើសិនជានៅជិតភ្នំពេញវិញក្នុងមួយដើមគឺប្រហែលជាលក់បានលុយរាប់ម៉ឺនរាប់លានបងប្អូនពោះវាផ្លែច្រើនមែនទែនប៉ុន្តែស្រុកនេះអត់ទេបើសិនជាគេកាប់យកមកគឺកាប់តិចតួចលក្ខណៈយកមកស្លយកមកអីចឹងឯងបងប្អូនអញ្ចឹងមិនមែនយកលក្ខណៈទៅធ្វើបង្អែមធ្វើអីអត់ទេអត់មានទេបងប្អូនអញ្ចឹងហ្នឹងហើយទេសភាពស្រុកខ្ញុំបងប្អូន